ការប្រកួតចាប់ដើមហើយសេវាត្រៀមចេញពីកីឡាករពោធិ៍សាត់លេខ17ប៊ុនលៀបទៅខាងណាប៊ុនលៀបទៅហើយប៊ុនលៀបមកចូលកញ្ញាអត់ទេមកចេញក្រៅគ្រាន់តែបើកឆាកភ្លាមកាត់ដូរឲ្យរាជធានីភ្នំពេញមួយគ្រាប់បាត់ទៅហើយប៊ុនលៀបបាទលើសមាជិកពីយុនខេមរ៉ាបាទខេមរ៉ាលូនសេវាស្ទើរប្រអប់ចូលថ្នាក់របស់និមលបាទមេហៀងប៉ាឲ្យនិមលរិនសុកជាបាទកាបោះដៃពីរបានល្អមែនទែនរុនសុកជាអូហូយ2-0បាទសេវាចេញពីកីឡាករខេមរ៉ាលូនសេវាស្ទើរប្រអប់បាទចូលកញ្ញាឲ្យឆ្វេងស្រុនមេភេកស្រុនមេដាច់បានល្អមែនទែនបាទ1-2សេវាចេញពីកីឡាករលេខ15មេហៀងដែលជាដៃសេតទ័រហើយក៏ជាកីឡាករមួយទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗដែរកាលពីដីជូលីកចូលថ្នាក់បាក់ឲ្យឆ្វេងពេកសូផនដាច់បាំងហើយបាទខំចាំតាមចាប់ស្ដាំតាមចាប់បាល់ដេញប៉ុន្តែបោះទៅឆ្វេងឯណោះបាទខេមរ៉ាបាទពេជ្រសុផនផ្ទះស្រាលយ៉ាងម៉េចហើយខុសរ៉ូលហើយបាទខុសរ៉ូលបាទឥឡូវនេះសូមលោកគ្រូសូមគាត់សង្ឃិនសូមមើលបញ្ជីជាមួយកីឡាករគាត់សិនបាទមើលលេខគាត់សិនបាទសូមពិនិត្យបន្តិចបងប្អូន 4K ហើយបងប្អូនអរគុណណាស់បាទសូម share អរគ្នាបាទសម្រាប់ការ live បាទជំរឿនជាតិកម្ពុជាប៉ះថៃក៏មាន live លើ page សហព័ន្ធរបស់ប្រទេសកម្ពុជាដែរបាទបាទលើនេះកំពុងតែពិនិត្យ role ខាងពោធិ៍សាត់បន្តិចសិនបងប្អូនបាទខុស role បាទដូច្នេះបន្ទុកបានទៅខាងស្នងការរាជធានីភ្នំពេញបាទហើយមានបន្ទុកដល់ជួបខាងស្នងការរាជធានីភ្នំពេញបាទឥឡូវនេះសមាជិកពីពេជ្រសុផុនបាទឲ្យនិមលទៅមុខវិញរោរបស់និមលទៅមុខបាទយ៉ាងម៉េចហើយបែករោហើយបាទខាងពោធិ៍សាត់កំពុងតែវិវត្តរឿងរោបន្តិចបាទបងប្អូនយើងមើលពានរង្វាន់វគ្គផ្ដាច់ព្រាត់បាទសេនាដែលចូលសន្តិភាពសិននោះណាបាទចូលរួមបាទទស្សនាមើលឲ្យចប់សិនបងប្អូនណាសូមទៅមើលជម្រើសចិត្តទាំងអស់គ្នាបាទត្រឹមត្រូវហើយឥឡូវនេះបាទកញ្ចែរបស់លោកទីឈៀបានបន្លឺឡើងកីឡាករពេជ្រសុផុនក៏បានចេញបាល់ពីស្នងការភ្នំពេញចូលទៅណាដល់ឲ្យសរុនមេរុញបន្តិចក្តោបទម្លាក់យកបាល់វិញឲ្យនិមលរុញអត់ឈ្នះស្នងការភ្នំពេញទេបាទលោកគ្រូកុំសង្ឃឹមថា1-1កុំអាលច្របុកច្របល់1-1បាទសេវាចេញពីកីឡាករពេជ្រសុផុនបាទយើងមកទៀតហើយបាទសេវាចេញពីកីឡាករពេជ្រសុផុនបាទទៅហើយសុផុនចូលថកឌីណាអើយវងផានិតអូហូយមកគ្រាប់នេះរបស់វងផានិតមិននឹងជាបាំងនៅទីណាទេបាទណែអូនណាបាទរីកបាច់រ៉ូលបន្តិចហើយបាទលើសេវាចេញពីខាងពោធិ៍សាត់ពោធិ៍សាត់ខាងជំរឿនជាតិបាល់ទះកម្ពុជាយើងក៏ចាប់ដើម live មកចាប់ដើម live ហើយជំរឿនជាតិយើងបាទសហព័ន្ធលោកបាន live ហើយប៉ុន្តែសូមមើលបាទពីរង្វាន់សេនាធិជនសន្តិភាពសិនបងប្អូនសូមទៅមើលបាទជំរឿនជាតិទាំងអស់គ្នាមិនតាន់លេខទេជំរឿនជាតិយើងគ្រាន់តែផ្សាយសិនមិនតាន់លេខទេប
បាទយ៉ាងមិនហើយបាទរ៉ូលបាទខាងពោធិ៍សាត់បាទប្រិមិត្តពុកម៉ែបងប្អូនក៏សូមជម្រាបថានេះគឺជាពានរង្វាន់សេនាធិជនសន្តិភាពរដូវកាលទី1បាទឆ្នាំ2026ដែលរៀបចំឡើងដោយឯកឧត្តមកៅផុងជំនួយការផ្ទាល់សម្រាប់អគ្គមហាសេនាបតីជួនសែននិងជាប្រធានសេនាធិជនសន្តិភាពបាទចូលត្រាក់បាទឲ្យស្ដាតូនទូបន្ទុក6ទល់នឹង2បាទ6ទល់នឹង2បាទសេវាចេញពីកីឡាករហ៊ុលសាវុនបាទទៀតហើយយ៉ាងមិនចេះបាទបែកទៅរ៉ូលេពោធិ៍សាត់យ៉ាងមិនចេះថ្ងៃនេះini tu senaji berdoa បាទសេវាចេញពីកីឡាករហ៊ុលសាវុនបាទចូលត្រាអូយអត់ទេអត់ឆ្លងទេបាទបន្ទឺ7ទល់នឹង2 7ទល់នឹង2អោឆ្វេងផេងស្រិនមេងវ៉ាវបាទថ្ងៃនេះពិតជាអស្ចារ្យណាស់បងប្អូនវគ្គផ្ដាច់ព្រាត់ពីរង្វាន់សេនាធិជនសន្តិភាពបាទជាន់ជាមួយនឹងបាទ CB Cup ដែលកម្ពុជាយើងកំពុងតែបាទលេងនៅឥណ្ឌូនេស៊ីបាទអញ្ចឹងមើលបាន2ណាមើលបាន2បាទអត់ឆ្លងទេនេះមុលបាទតើបងប្អូនចូលរួមទស្សនាការប្រកួតជាបន្តទៀតរុនសុកជាបាទរុនសុកជាតើរុនសុកជាបាត់ចូលទៅដល់ដកមកឡើងឲ្យស្រុនមេហេងស្រុនមេអាសេវាបន្តចេញពីភេងស្រុនមេងប្រិមិត្តពុកម៉ែបងប្អូនភេងស្រុនមេងបាទចូលទៅដល់បាទអត់ណាស់អូយបាទតូនទូចគាត់ដាច់លឹបតែម្ដងបាទសេវាចេញពីកីឡាករលេខ12តូនទូចទៅឲ្យបាទចូលថ្នាក់បាទអត់និមលចេញក្រៅបាត់ទៅហើយមួយបាទសំនិមលបាទជាន់ខ្សែវិបត្តិអធិស្ឋានមុនបាទសូមសម្រាប់បន្តិចសិនពីខាងលោកគ្រូកមសឹងហ៊ានខាងពោធិ៍សាត់បន្ទុកដាច់ឆ្ងាយណាស់4ទល់នឹងបាទ10គ្រាប់ចាញ់កំពុងណាប្រិមត្តពុកម៉ែបងប្អូនជាគណៈការនេះខ្ញុំបានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចនាយកធិបតីដែលបានផ្ដល់ការទុកចិត្តនិងឯកភាពឲ្យមានការរៀបចំការប្រកួតដណ្ដើមវីរវ័តបាល់ទះដេកជួសន្តិភាពរដូវកាលទី1ឆ្នាំ2026នៅលើទឹកដីខេត្តបាត់ដំបងនេះឡើងកម្មវិធីនេះរៀបចំឡើងដោយឯកឧត្តមកៅផុងជំនួយការផ្ទាល់សម្ដេចនាយកនិងជាប្រធានសេនាធិជនសន្តិភាពខ្ញុំបានសូមថ្លែងអំណរគុណទៅដល់សហព័ន្ធកីឡាបាល់ទះកម្ពុជាដែលបានជួយជ្រោមជ្រែងក្នុងការរៀបចំអរគុណទៅដល់ឯកឧត្តមអភិបាលខេត្តអរគុណទៅដល់លោកប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តអរគុណទៅដល់នាយកសាលាគរុកោសល្យខេត្តនិងអរគុណទៅដល់ថ្នាក់ដឹកនាំបាទអ្នកពាក់ព័ន្ធទាំងអស់ឥឡូវយើងមកទស្សនាការប្រកួតជាបន្តសេវាជំពីតូនទូចបាត់ចូលថ្នាក់បាទប៉ះខាងណាឲ្យស្ដាប់ណែអត់ទេបាទសេវាចេញពីកីឡាករវ៉ុនស៊ីឡាងបាទស៊ីឡាងបាទចូលថ្នាក់ប៉ាឲ្យស្ដាប់ចេញក្រៅហើយពេជ្រសុផុនចេញក្រៅហើយបាទពន្ទុបានទៅខាងស្នងការខេត្តពោធិ៍សាត់បាទសេវាចេញពីកីឡាករស៊ីឡាងបន្តទៀតបាទចូលថ្នាក់ឲ្យផានិតដាក់បញ្ចូលសិនអូយលងទឹកណែចេញក្រៅបាត់ហើយបាទចេញក្រៅបាត់ហើយចេញក្រៅប្រិមិត្តភេងសុនមេង11ទល់នឹង6បាទសេវាទី2ផលផានិត
បាទលើសេវាចេញពីបាទចេញពីផានីតចូលថ្នាក់លួចមួយយកបានមកវិញចូលថ្នាក់ក្តោបទម្លាក់ឲ្យសុផាតចូលថ្នាក់ឲ្យស្រុនមេហេស្រុនមេអូហូយបាទជួបជាតិដិតអារម្មណ៍មែនទែនប្រិមិត្តអានេះរូបភាពយឺតបាទរូបភាពយឺតពេលស្រុងនឹងចាប់ផ្ដើមយកបន្ទូជូនបានស្នងការពោធិ៍សាត់បាទសេវាចេញពីកីឡាករលេខ17បាទប៊ុនលៀបបាទប៊ុនលៀបទៅខាងណាប៊ុនលៀបបាទប៊ុនលៀបបាទទៅឲ្យប៊ុនលៀបបាទចូលទៅសុផុនបាទប៉ាឲ្យឆ្វេងបោះបន្តិចយកបានមកវិញពីប៉ាឲ្យឆ្វេងជ្រុនមេផ្ទះស្រាលយកបានខេមរៈប៉ាឲ្យរុនសុកជារុនសុកជាលេងមកទំហឹងនៅខាងឆ្វេងឯណោះអូយបាទសុកជាបាទលោកពូដែលជាឪពុកម្ដាយខាងបងប្អូនពោធិ៍សាត់គាត់លន់មកថាសុកជាហើយបើវាយម្លឹងងាប់កូនខ្ញុំហើយបាទឲ្យឆ្វេងណែហេស្រុនមេបាទធ្វើតែបត់ពិសោធន៍មិនសូវមានច្រើនទេប៉ុន្តែខាងពោធិ៍សាត់នេះគាត់លេងល្អណាស់បងប្អូនលេងល្អបាទលើសេវាចេញពីបាទកីឡាករបាទលេខ15មេងហៀងបាទមេងហៀងទៅមេងហៀងចូលថ្នាក់បាទសុផុនគាត់បាទក្រោយមកកណ្ដាលវិញចេញក្រៅបាត់ទៅហើយបាទចេញក្រៅបាទចេញក្រៅហើយបាទសេវាចេញពីកីឡាករមេងហៀងបាទមេងហៀងទៅឲ្យស្រាលផង់ចូលថ្នាក់សុផុនបាទខេមរៈណាហ៊ុលសាវុនបាទហ៊ុលសាវុនលឿនណាស់បាទសេវាចេញពីកីឡាករពេជ្រសុផុនបន្ទុក13-9ឆ្លងទេ10ទល់នឹង13 10ទល់នឹង13បាទសេវាត្រៀមចេញពីកីឡាករវងផានិតបាទដេញរបស់ស្នងការខេត្តពោធិ៍សាត់បាទផានិតបាទចូលថ្នាក់វិរៈឲ្យឆ្វេងរុនសុកជាទូលបាំងមកក្រោយបាទផានិតដកមកបានឲ្យមកឆ្វេងស្រុនមេឃផ្ទះមួយអាយ៉ាយកបានមកវិញបាទឲ្យនិមលសំនិមលអូយនិមលមកក្របនេះលន់ណានិមលដាច់ស្អាតក៏ស្អាតបាទ11ទល់នឹង13បាទប្រិយមិត្តពុកម៉ែបងប្អូនបាទយ៉ាងម៉េចដែរការប្រកួតនេះពិតជាជួបចិត្តដិតអារម្មណ៍មែនទែនបាទអស្ចារ្យណាស់អស្ចារ្យមែនទែនពានរង្វាន់សេនាតេជោសន្តិភាពរដូវកាលទី1ឆ្នាំ2026បាទសង្ឃឹមថាពានរង្វាន់សេនាតេជោសន្តិភាពនឹងមានជាបន្តទៀតនៅរដូវកាលក្រោយហើយក៏សង្ឃឹមយ៉ាងមុតមនថានឹងមានការចូលរួមយ៉ាងច្រើនពីវិស័យឯកជនបាទដើម្បីបាទបន្តឲ្យមានពានរង្វាន់នេះទៀតហើយក្នុងនោះគណៈរដ្ឋគ្រូថ្នាក់ដឹកនាំក្លឹបក៏ដូចគ្នាសង្ឃឹមថានឹងមានក្លឹបចូលរួមកាន់តែច្រើនចូលថ្នាក់ជាប់បាំងហើយ12ទល់នឹង13បាទប៉ុន្តែសូមតវ៉ាកីឡាករប៉ាសំណាញ់សូមឆាយវីដេអូ challenge បន្តិចសិនបាទប៉ះឬក៏មិនប៉ះប្រិមិត្តពុកម៉ែបងប្អូនដែលកំពុងតែទស្សនាបាទការផ្សាយផ្ទាល់នៅលើเพจរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាเพจសារព័ត៌មានត្រយង Sport បាទเพจបាទសេនាដែលជួយសន្តិភាពរួមជាមួយនឹងเพจសហការផ្សេងទៀតបងប្អូនកុំភ្លេចបញ្ចេញរំលែកឲ្យបានច្រើននេះគឺជាវគ្គផ្ដាច់ប្រវត្តិដណ្ដើមចំណាត់ថ្នាក់លេខ1ក្នុងពានរង្វាន់សេនាដែលជួយសន្តិភាពបាទហើយលេខ3យើងរកឃើញហើយការពិព្រឹកមិញបាទគឺក្លឹបបាល់ទះស្នងការរដ្ឋាភិបាលបាទខេត្តបាត់ដំបងគាត់យកឈ្នះបាទសាកលវិទ្យាល័យជាតិបាត់ដំបងក្នុងលទ្ធផល30ទល់នឹង0បងប្អូនណាអញ្ចឹងចំណាត់ថ្នាក់លេខ3បានទៅខាងស្នងការបាត់ដំបងហើយចំណាត់ថ្នាក់លេខ1កំពុងតែគូតដណ្ដើមគ្នានេះមិនដឹងថាបានទៅពោធិ៍សាត់ឬក៏បានទៅខាងស្នងការភ្នំពេញទេ
ពុកម៉ែបងប្អូនចូលរួម share ទាំងអស់គ្នាបាទចូលរួម share ទាំងអស់គ្នា សមាជិកទី2កីឡាករលេខ8នៃក្លឹបបាល់ទះស្លងការលេខទី6 បាទសេវាចេញពីកីឡាករលេខ8ហ៊ុលសាវុនបាទសាវុនទៅខាងណាសាវុនបាទសាវុនទៅឲ្យសាវុនបាទជួបកញ្ញារបស់ឌីណាលេខ15មេឃហៀងប៉ាល់ឆ្វេងស្រួនមេអូយស្រួនមេពិន្ទុ12 14បាទត្រូវការតែ2ពិន្ទុបន្ថែមទៀតទេបាទស្រងការពោធិ៍សាត់នឹងតាមស្មើហើយអូហូយស្រងការពោធិ៍សាត់ពុតជាមិនធម្មតាទេបងប្អូនណាបាទយកឈ្នះបាទខាងស្រងការរាជធានីមួយសិតហើយឥឡូវនេះពិន្ទុដេញពីក្រោយបាទសេវាចេញពីកីឡាករសំនិមលចូលថ្នាក់របស់បាទតើនទឿចឲ្យតើនទឿចទូលបាំងទៅក្រោយយកបាល់មកវិញបាក់ឲ្យស៊ីឡាអត់ទេស្រុនមេហេស្រុនមេអូយ13 14ហើយបាទសូមធ្វើការផ្លាស់ប្ដូរសិនបាទកីឡាករតើនទឿចចេញជំនួសវិញដោយកីឡាករលេខ16រាវុធពេជ្រសវណ្ណ13 ទៅលើ 14ត្រូវការតែមួយពងទៀតទេនោះនឹងតាមស្មើស្នងការរាជធានីភ្នំពេញហើយបាទនេះបើសិនទេបងប្អូនណាបើសិនជាស្នងការពោធិ៍សាត់គាត់ឈ្នះពានរង្វាន់នេះពិតជាមោទនភាពមួយសម្រាប់ស្នងការនគរបាលខេត្តពោធិ៍សាត់ប៉ុន្តែយើងមិនទាន់ដឹងយ៉ាងណាទេបាទគូនេះអាចនឹងមាន5សិតបងប្អូនឬក៏4សិតបាទមកចូលទៅបាទ4សិតនឹងមានហើយនេះបាទ4សិតនឹងទៅមានប្រសិនបើខាងស្នងការគាត់ឈ្នះ1សិតវិញបាទសេវាចេញពីកីឡាករលេខ14រុនសុកជាបាទរុនសុកជាបាទចេញក្រៅបាត់ទៅហើយបាទសេវាចេញពីកីឡាករខេត្តពោធិ៍សាត់លេខ7ភេងស្រុនមេងទៅខាងណាស្រុនមេងទៅឲ្យបាត់ចូលថ្នាក់បាទអើផុតដៃបាត់ហើយបាទ15ស្មើហើយ15ស្មើហើយប្រិមិត្តបាទសេវាចេញពីកីឡាករភេងស្រុនមេងទៅខាងណាភេងស្រុនមេងចូលថ្នាក់ណេះអូយផលផានិតល្អណាស់បាទក្របនេះបាទរូបភាពយឺតបាទឡើងទៅបាទតកងតែបន្តិចទេបងប្អូនណាបាទផ្ទះតែបន្តិចទេបាទបន្ទុក16 15បាទសេវាចេញពីកីឡាករពេជ្រសុវណ្ណផ្ទះស្រាលចំបាត់ទៅហើយបន្ទុក17 ទៅលើ 15បាទរាវុធពេជ្រសុវណ្ណបាទ15 ទល់នឹង 17ពេជ្រសុវណ្ណចូលថ្នាក់ឲ្យស្ដាប់ជាប់បាំងដែរ Monster Block ពីខាងស្នងការរាជធានីភ្នំពេញបាទសេវាចេញពីកីឡាករពេជ្រសុវណ្ណលេខ16ពេជ្រសុវណ្ណចូលថ្នាក់អើយដល់ចូលមួយហើយបាទសាទចនវិរៈកន្លែងនេះនិមលក៏បានរត់ទៅសុំទោសដែរពេញណែអូយបងប្អូនហើយបាទហើយក៏និមលក៏ទៅសុំទោសបាទវិរៈបាទលើសុំតបាទកំហុសជាន់3ម៉ែត្របាទវីដេអូ challenge ជាន់ខ្សែជាន់ឬក៏មិនជាន់អូបាទបាល់នេះបាទសុំម្ដងទៀតបាទរូបភាពយឺត
សូមមើលជើងបន្តិចបាទជើងសម្រាប់ថាអត់ជាន់ទេបងប្អូនណាអត់ជាន់ទេបន្ទុកបាននៅខាងខេត្តពោធិ៍សាត់អសេវាចេញពីកីឡាករប្រភេទស្រុនមេឃបាទស្រុនមេឃបាទជិះស្រីស៊ីឡាងបាទលេខ20បាទស៊ីឡាងតែស៊ីឡាងបាទចូលថ្នាក់បាទអើយណែបាទបន្ទុកបានទៅខាងស្នងការរាជធានីភ្នំពេញ19 ទល់នឹង 16 ប្រមិតបាទសេវាទៅហើយបាទជួកញ្ញាំប៉ះអើយណែភេទស្រុនមេឃ17 ទល់នឹង 19បាទសេវាចេញពីកីឡាករលេខ17 4លៀបខាងពោធិ៍សាត់17 19បាទផ្ទះស្រាលស្រាលបាទជួកញ្ញាំរបស់សុផុនបាទឲ្យរុនសុកជាចេញក្រៅទៀតរុនសុកជាចេញក្រៅហើយបាទសេវាចេញពីកីឡាករបាទប៊ុនលៀបបាទជោកញ្ញាំបាទឲ្យរុនសុកជាបាទរុនសុកជាបាទទស្សនកម្មប្រកួតជាបន្តបាទសេវាចេញពីឡើងរេសៃកែវបាទរេសៃកែវទៅហើយរេសៃកែវបាទចូលថ្នាក់ដកមកឡើងអូយប៉ះដបូលបាត់ហើយបន្ទុកបានទៅខាងស្នងការរាជធានីភ្នំពេញ21 ទល់នឹង 18បាទ21 ទល់នឹង 18សេវាជំរាបរាជសីកែវបន្តទៀតបាទចូលកញ្ញាំបែរឲ្យឆ្វេងជាប់បាំងធ្លាក់ចេញក្រៅជាប់បាំងធ្លាក់ចេញក្រៅបាទសេវាចេញពីកីឡាករមេងហៀងបាទចូលថ្នាក់អោយស្ដាបាទរុនសុកជាបន្ទុក22 19បាទបន្ទុក22 19បាទសេវាចេញពីកីឡាករលេខ7ពេជ្រសុផុនពេជ្រសុផុនបាទចូលថ្នាក់បាទឲ្យស្ដាពេជ្រស្រុនមេឃនឹងបានរុនសុជាចាប់ប្រក្របនេះញាក់សាច់តែម្ដងការចាប់របស់រុនសុជាបាទសុំសម្រាប់បន្តិចសិនពីលោកគ្រូកំសៀងហ៊ានខាងពោធិ៍សាត់អូយបាទសុជាគាត់ឡើងចាប់ប្រក្របនេះបាំងធំណាស់បាទអរគុណដល់ប្រិមិត្តពុកម៉ែបងប្អូនបាទជិតក្នុងឱកាសសម្រាប់នេះដែរខ្ញុំបាទក៏សូមថ្លែងអំណរអរគុណចំពោះក្រុមហ៊ុនសហការឧបត្ថម្ភមានក្រុមហ៊ុនទឹកផ្លែឈើយូសក្រុមហ៊ុន City Ride Import Export Co Ltd អរគុណទៅដល់ហាងលក់សម្លៀកបំពាក់កីឡា e-sport និងអរគុណទៅដល់វិទ្យាសាស្ត្រគ្រប់សាលជាតិខេត្តបាត់ដំបងជួយថែបាត់ដំបងលើសេវាចេញពីកីឡាករពេជ្រសុផុនត្រៀមចេញសេវាទៅខាងណាពេជ្រសុផុនទៅហើយបាត់ចូលត្រង់របស់ស៊ីឡាងឲ្យនិមលចេញក្រៅហើយនិមលset point ហើយស្នងការភ្នំពេញចូលថ្នាក់អត់ឆ្លងទេទីបំផុតជ័យជំនះនៅសេតទី2បានទៅខាងស្នងការរាជធានីភ្នំពេញឈ្នះពោធិ៍សាត់25-19